ពួកម៉ាក់គេតនេនាំគ្នាតែងខ្លួនស្អាតទៅញ៉ាំអីតែពួកម៉ាក់ខ្ញុំនាំគ្នាជិះម៉ូតូ100គីឡូជាងដើម្បីទៅញ៉ាំគោឡើងភ្នំគឺពួកខ្ញុំបានផ្ញើម៉ូតូពីសៀមរាបទៅភ្នំពេញតាមឡានក្រុងហើយពួកខ្ញុំក៏បានធ្វើដំណើរតាមឡានក្រុងពីសៀមរាបមកភ្នំពេញនៅពេលយប់ពួកខ្ញុំបានមកដល់នៅភ្នំពេញនៅពេលព្រឹកម៉ោង5នាំគ្នារៀបចំខ្លួនលុបមុខ make up ហើយគឺទៅញ៉ាំអាហារពេលព្រឹកនិងផឹកកាហ្វេដើម្បីឲ្យស្វាងពីងងុយដេកបន្ទាប់មកគឺពួកខ្ញុំបានធ្វើដំណើរចេញពីភ្នំពេញទៅនៅម៉ោង10កន្លះលើកនេះគឺជាដំណើរកំសាន្តលើកដំបូងរបស់ខ្ញុំហើយដែលខ្ញុំដើរលេងដោយការជិះម៉ូតូផ្លូវឆ្ងាយមែនតើសម្រាប់ខ្ញុំគឺឆ្ងាយមែនតើ100គីឡូហ្នឹងហើយអ្នកនរគ្នាខ្ញុំមកវិញឡើងញ័រខ្លួនពួកខ្ញុំបានទៅដល់ជើងភ្នំនៅម៉ោង1កន្លះហើយពួកខ្ញុំបានឈប់សម្រាកដើម្បីញ៉ាំអាហារពេលថ្ងៃបន្ទាប់មកយើងធ្វើដំណើរដើម្បីឡើងទៅលើភ្នំតែម្ដងសម្រាប់អ្នកនរគ្នាចង់ទិញម្ហូបនៅជើងភ្នំនឹងយកឡើងទៅលើភ្នំក៏បានឬក៏អ្នកនរគ្នាចាំទៅទិញនៅលើភ្នំក៏បានដែរព្រោះនៅ resort របស់គេក៏មានម្ហូបអាហារសម្រាប់យើងលក់3ពេលដែរបន្ទាប់ពីពួកខ្ញុំបាន check in រួចរាល់ហើយគឺខាង resort គេបានយកឡានអាគុយនេះដើម្បីជូនពួកខ្ញុំទៅបន្ទប់ដែលខ្ញុំបាន booking អញ្ចឹងគឺ service នេះគឺល្អខ្លាំងមែនតើសម្រាប់អ្នកទាំងអស់គ្នាដែលមានវ៉ាលីយកមកច្រើននេះអញ្ចឹងអ្នកនរគ្នាមិនបាច់ដើរអូសទេហើយដូចជាខ្ញុំអញ្ចឹងជិះម៉ូតូមកហត់ខ្លាំងអញ្ចឹងបើថាឲ្យដើរពីកន្លែង check in ទៅកន្លែងបន្ទប់ទៀតគឺអស់ជើងខ្លាំងកន្លែងដែលខ្ញុំបាន booking ហ្នឹងគឺជាប្រភេទតង់ដែលមានបន្ទប់ទឹកដាច់ដោយឡែកបន្ទាប់ពីបានសម្រាប់មកសន្ទុះហើយតបមកតែងខ្លួនដើម្បីទៅញ៉ាំគោឡើងភ្នំនៅលើភ្នំគិរីរម្យពេលកាន់តែយប់មិនកាន់តែជែកហើយពេលដែលខ្ញុំកំពុងដើរទៅហ្នឹងគឺមិនចាប់ដើមចុះអាប់ហើយក៏គេបានដុតភ្នក់ភ្លើងឲ្យយើងនៅជុំវិញនឹងដែរដើម្បីផ្ដល់ក្តៅឲ្យក្នុងខ្លួនអញ្ចឹងឥឡូវគឺចាប់ដើមមកញ៉ាំគោឡើងភ្នំជាមួយខ្ញុំទាំងអស់គ្នានិយាយទៅគឺយើងញ៉ាំគោឡើងភ្នំហូបទឹកស៊ុបក្តៅហើយដាក់ទឹកជែកនេះតិចមកអូយកាន់តែអែមជាមួយនឹងបរិយាកាសកំពុងតែចុះអាប់នឹងផងនេះគឺជាទស្សនវិជ្ជាពេលព្រឹកនៅកន្លែងដែលខ្ញុំញ៉ាំគោឡើងភ្នំយប់មិញហើយម៉ោងដែលខ្ញុំថតនេះគឺម៉ោង10ពេលព្រឹកទៅគឺពពកចុះអាប់ឡើងសហ្មងសស្អាតដូចនៅឋានសួគ៌អញ្ចឹងតែជាក់ស្ដែងខ្ញុំមិនដែរទៅឋានសួគ៌ហើយឋានសួគ៌ដែលខ្ញុំនិយាយហ្នឹងគឺឋានសួគ៌ដែលខ្ញុំថប់មើលឃើញក្នុងរឿងអ្នកគ្នាស្អាតមែនខ្ញុំអត់ដឹងថានិយាយអីគឺស្អាតមែនអញ្ចឹងអ្នកដែលអត់ដែរបានទៅចំពេលចុះអាប់អីអាចសេរីមើលខែណាតិចចុះអាប់អីគឺអាចទៅបានអាហារពេលព្រឹកដែលខ្ញុំញ៉ាំហ្នឹងគឺមីកំប៉ុងស្រស់អញ្ចឹងញ៉ាំផងជាមួយនឹងអាកាសធាតុតិចខ្យល់បក់មកផងគឺអ្នកនរគ្នាបេះខ្លាំងមែនតើហើយខ្ញុំទៅនឹង2ដងទៅលើកទី1ហ្នឹងទិដ្ឋភាពអត់ចុះអាប់ទេតែក៏ស្អាតហើយទៅពេលមកដល់នេះទិដ្ឋភាពចុះអាប់ទៀតគឺស្អាតដូចគ្នាតែធ្វើឲ្យខ្ញុំទៅកន្លែងហ្នឹងមិនដងហើយក៏អត់មានអារម្មណ៍ថាអត់ទាន់ចិនណាយដែរ